សួរអ្នកទាំងអស់គ្នាសួស្តីកាន់ចូលមកកាន់ channel YouTube របស់នាងខ្ញុំសៀវមីនេះគឺជាវីដេអូដំបូងដែលនាងខ្ញុំបានបង្ហាញមុខជាសាធារណៈអញ្ចឹងវីដេអូទី1របស់នាងខ្ញុំនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបក្នុងការ extra file ចេញពី file RAW ទៅកាន់ file ធម្មតាសម្រាប់វីដេអូនេះគឺបើសិនជាអ្នកទាំងអស់គ្នាចេះហើយអាចអូសរំលងបានប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ចេះទេអាចចូលទៅមើលបានថាវិធីធ្វើបែបណាគឺងាយស្រួលឬក៏ពិបាកនិយាយទៅជាទូទៅសម្រាប់អ្នកដែលចេះគឺងាយស្រួលទេប៉ុន្តែសម្រាប់អ្នកដែលអត់ទាន់ចេះគឺវាពិបាកដូចខ្ញុំចេះស្ដែងមុននឹងខ្ញុំចេះធ្វើការងារអស់ហ្នឹងគឺខ្ញុំឆ្លងកាត់បទពិសោធន៍ការងារមកច្រើនដែរហើយតែខ្ញុំអាចឆ្លើយធ្វើវាបានអញ្ចឹងដើម្បីទៅមើលថាវិធីធ្វើបែបណាតោះយើងទៅមើលទាំងអស់គ្នាចាជាដំបូងគឺនៅពេលដែលយើងទាំងអស់គ្នាមាន file RAW ដូចខ្ញុំបង្ហាញអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែ mouse ស្ដាំវាមកយើង click ខាងស្ដាំមកហើយយើងឃើញពាក្យ extract បន្ទាប់ពីយើងឃើញពាក្យ extract all ហើយគឺយើងមិនបាច់ខ្វល់អីទៀតទេយើងគ្រាន់តែចុចលើ extract ហ្នឹងបន្ទាប់មកវានឹង load file មកជា folder ធម្មតាសម្រាប់យើងហើយអញ្ចឹងគឺវិធីសាស្ត្រគឺមានតែប៉ុណ្្នឹងទេដូចថាយើងមើលផ្ទៀងផ្ទាត់មើលទៅថាអ្នក file RAW យើងមានឯកសារចំនួនប្រមាណមាន employee family ID អីចឹងណាហើយយើងផ្ទៀងផ្ទាត់មើលថាវាមានចំនួនប៉ុន្មានបន្ទាប់មកយើងទៅមើលអា file យើង extract ហើយគឺថាគឺដូចគ្នាគឺបានន័យថាគឺបានថតចម្លងចេញពី file RAW មក file យើងធម្មតារួចរាល់ហើយអញ្ចឹងគឺវិធីសាស្ត្របែបហ្នឹងគឺងាយស្រួលខ្លាំងមែនតើបន្ទាប់មកហើយយើងអាចលុប file RAW ដែលយើងមិនចង់បានក៏បានឬក៏យើងទុកចោលនៅទីនេះក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំលុបចេញដោយសារតែយើងចង់បាននៅក្នុង file ហ្នឹងតែជា file RAW file ធម្មតាទាំងអស់គឺអត់ចង់ឲ្យមានជា file RAW ទេហើយវិធីសាស្ត្រគឺយើងអាចធ្វើម្ដងមួយរហូតដល់អស់បានសម្រាប់វីដេអូមួយនេះគឺខ្ញុំធ្វើវាម្ដងហើយម្ដងទៀតសម្រាប់ឲ្យបងមើលឲ្យបានច្រើនដងដោយសារតែខ្ញុំធ្វើរៀងលឿនដែរមិនមែនខ្ញុំដាក់ឲ្យវាលឿនទេគឺដោយសារតែទម្លាប់ខ្ញុំគឺខ្ញុំធ្វើលឿនបែបហ្នឹងជាធម្មតាបើសិនតែពេលដែលយើងធ្លាប់ធ្វើហើយវិធីសាស្ត្រដែលយើងយល់ហើយគឺយើងធ្វើទៅវានឹងរហ័សហើយអត់យូរទៀតទេអត់យូរការទៀតទេបងអាចមើលតាមវីដេអូដែលខ្ញុំបង្ហាញនេះបានហើយយើងអនុវត្តម្ដងហើយម្ដងទៀតទៅនឹងយល់ច្បាស់ពី process នៃការធ្វើកាយហើយចឹងអរគុណច្រើនសម្រាប់ការចូលរួមមើលវីដេអូរបស់យើងខ្ញុំតាំងពីដើមដល់ចប់បើសិនជាមានចំណុចខ្វះខាតកន្លែងណាសូមខន្តីអភ័យទោសផងព្រោះវាជាវីដេអូដំបូងចាសូមអរគុណ